ជំរាបសួរអតិថិជន101 Soundscape ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវីដេអូទាក់ទងជាមួយការចុះឈ្មោះឬបង្កើត account ជាមួយនឹង Focusrite ក្រុមហ៊ុន Focusrite រាល់ពេលដែលយើងទិញ sound card ពីហាង101 Soundscape ទៅក្រុមហ៊ុន Focusrite ក៏មានការ free កម្មវិធីនិង plugin មួយចំនួនទៅកាន់អ្នកទាំងអស់គ្នាហើយ plugin ទាំងអស់នោះមាន plugin ខ្លះគេមានរយៈពេល plugin ខ្លះឬកម្មវិធីខ្លះគឺឲ្យយើងប្រើរហូតអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅ Google យើងវាយពាក្យ Focusrite មកយើងចុច enter បន្ទាប់មកឃើញ link website មួយនៅខាងលើយើងចុចមកបន្ទាប់មកនៅខាងលើខាងស្ដាំនេះយើងឃើញរូបមនុស្សយើងចុចមកបាទអូខេអញ្ចឹងនៅមកដល់កន្លែងនេះយើងមាន2ចំណុចទី1បើសិនជាយើងធ្លាប់មាន account ជាមួយ Focusrite ហើយយើងបំពេញតែ email ហើយ password យើង log in ទៅតែបើសិនជាយើងអត់ទាន់មានទេអស់លោកអ្នកអាចចុច create one now នៅកន្លែងនេះយើងឈ្មោះរបស់យើងតកូលហើយ email ហើយសម្រាប់ចិត្តបញ្ចូល password មកបើយើងអត់ចេះអត់ដឹងថាមិនទេយើងអាចយក password ដែល Google suggest ឲ្យយើងមកហើយយើង copy អាហ្នឹងទុកទៅហើយនៅកន្លែងចំណុចនេះ Cambodia មកចឹងណាបាទអូខេយើងដាក់ Cambodia អូខេយើងដាក់ Cambodia ហើយនៅកន្លែងនេះយើង take ប្រអប់យើងចុចពាក្យ create my account បាទយើងចុច create my account មកយើងទៅមុខហើយអញ្ចឹងពេលណាទៅមុខយើងនឹងធ្វើជំហានបន្ទាប់ទៀតអូខេបន្ទាប់មកនឹងចេញផ្ទាំងនៅចំណុច3នេះឲ្យយើងឃើញទី1យើងចុះឈ្មោះទី2យើង download កម្មវិធី direct ហ្មងទី3យើងតាក់ទងជាមួយនឹង manage hardware អូខេដើម្បីយើងអាចធ្វើជំហាននេះបន្ទាប់បានលោកអ្នកអាចចុចពាក្យ register a product ហ្មងទៅដើម្បីឲ្យគេទទួលស្គាល់ថាយើងកំពុងទិញផលិតផលណាមួយអញ្ចឹងបាទអូខេនៅកន្លែងនេះ brand គឺយើង Focusrite ផលិតផលមាននៅឈ្មោះមួយណាដែលលោកអ្នកទិញទៅវាមានឲ្យស្គាល់តាំងពីចំនួនទី1ឬក៏ចំនួនទី2មកបាទរហូតដល់ចំនួនទី4ចុងក្រោយនេះបើសិនជាអស់លោកអ្នកទិញ solo ចំនួនទី4យើងដាក់ 4 chain អញ្ចឹងទៅចំនួនទី3យើងដាក់ទី3អញ្ចឹងបាទអញ្ចឹងយើងបន្ទាប់មកយើង select ឲ្យ serial នេះអស់លោកអ្នកអាចរកមើលលេខ serial នៅក្រោមsound card អញ្ចឹងណាបាទឥឡូវខ្ញុំធ្វើការបំពេញលេខ serial នេះសិនអូខេបន្ទាប់ពីយើងបំពេញ serial ហើយយើងចុច set serial number មកអូខេឲ្យយើង select បញ្ជាក់ថាយើងមិនមែន robot ហើយយើងចុច submit ម្ដងទៀតមកបាទអូខេអញ្ចឹងយើងបំពេញថ្ងៃខែដែលយើងបានទិញមកអញ្ចឹងនេះខែ2ថ្ងៃទី7ថ្ងៃយើងថតវីដេអូនេះអូខេហើយយើងអាចដាក់101 Soundscape មកបាទបន្ទាប់មកចុច submit អូខេនេះគឺជាចំណុចមួយដែលអ្នកនរគ្នាត្រូវតែធ្វើនេះពេលដែលយើងបង្កើត account នេះយើងអត់ទាន់ដោតខ្សែ USB ចូលទៅកុំព្យូទ័រយើងទេយើងត្រូវការដំឡើង driver វាអូខេអញ្ចឹងទី1យើងត្រូវការដំឡើង control Focusrite control ហ្នឹងគឺយើងចុចពាក្យ download មកបើសិនជា Mac អ្នកនរគ្នាប្រើ Mac យើងចុច show Mac version មកបើ Windows នៅខាងលើអូខេឥឡូវយើងនេះសម្រាប់ Windows នេះសម្រាប់ Mac អញ្ចឹងយើងរើសdriver មួយណាសម្រាប់កុំព្យូទ័ររបស់លោកអ្នកទៅបន្ទាប់ពីយើងតម្លើង driver វាចប់នឹងហើយវាអាចទាមទារយើង restart កុំព្យូទ័រយើងអញ្ចឹងយើង restart ទៅប៉ុន្តែឥឡូវខ្ញុំអត់ restart ទេដោយសារខ្ញុំកំពុងថតវីដេអូអញ្ចឹងខ្ញុំដាក់ no ខ្ញុំនឹង restart នៅពេលក្រោយអូខេនេះជាជំហានបន្ទាប់ចប់ហើយយើងត្រូវទៅមុខទៀតបាទអញ្ចឹងយើងចុចពាក្យ continue យើងទៅមុខហើយគេនឹងមានសួរសំណួរមួយចំនួនអូខេអញ្ចឹងនេះតាក់ទងជាមួយនឹង sound card ដែលយើងបានចុះឈ្មោះដែលយើងទិញហើយវាមាន load ឲ្យយើងមើលតែម្ដងអូខេអញ្ចឹងតាក់ទងជាមួយនឹងអានេះបន្ទាប់ពីយើង restart កុំព្យូទ័រយើងហើយយើងដោតខ្សែ USB ចូលកុំព្យូទ័រហើយយើងគេនឹងតេស្តឲ្យយើងថា
ពេលយើង play វីដេអូ YouTube ទៅលឺសលេងអត់អូខេអញ្ចឹងការលឺសលេងយើងអាចដោតកាសចូលរុន sound card ឬក៏ speaker ទៅយើងមួលប្រើប្រាស់បាទអញ្ចឹងខ្ញុំអាចថាខ្ញុំអាចលឺខ្ញុំចុចលឺទៅហើយភាគច្រើនគេនឹងសួរថាយើងយក Scarlett ហ្នឹងយកទៅធ្វើអីអញ្ចឹងវាជាការងារដែលអ្នកនរគ្នាធ្វើអញ្ចឹងណា record band record guitar record vocal អញ្ចឹងខ្ញុំដាក់ record vocal យើងចុច next ទៅឬក៏យើងអាចមាន set ចុច skip យើងត្រូវការ sign in ចូលអូខេយើងចុចរូប icon នឹងដដែលទៅនេះជំហាននឹងទៅងាយស្រួលបន្ទាប់មកអ្នកនរគ្នាមើលនៅខាងឆ្វេងនេះយើងចុចពាក្យ my hardware អូខេអញ្ចឹងនេះគឺជា sound card ដែលយើងបានទិញបន្ទាប់មកមាន driver យើងក៏បាន install ហើយតមកទៀតអានេះតើតើជាមួយនឹងឯកសារមានភាសាផ្សេងអញ្ចឹងយើងចុចពាក្យ my software plug in នៅនឹង software ដែលយើងទទួលបាន free អ្នកនេះចុចពាក្យ DAW នេះគឺ DAW នឹងកម្មវិធីធ្វើភ្លេងអញ្ចឹងតើតើជាមួយនឹងកម្មវិធីធ្វើភ្លេងមានជម្រើស 2 3 បាទជម្រើសទី1គឺ Ableton នេះគេឲ្យដាច់តែម្ដងហើយតើតើជាមួយនឹង FL Studio license នេះប្រើរយៈពេល6ខែអូខេអញ្ចឹងបើសិនយើងចង់បានតម្លើង FL Studio យើងចុចពាក្យ view detail មកអ្នកនេះនៅខាងក្រោមនេះគឺវាមានលេខកូដដើម្បី claim យកយើងចុចពាក្យ show me my code ទៅឥឡូវខ្ញុំអត់ចុចទេដោយសារយើងកំពុងធ្វើវីដេអូអញ្ចឹងហើយដើម្បីយើងទាញវាបានយើងត្រូវទី1យើង show code ខាងលើដើម្បីយើងបាន serial number របស់ FL ហ្នឹងបន្ទាប់មកយើងចូលទៅ link ខាងនេះ copy អាលេខកូដហ្នឹងហើយទី3យើងទៅ link FL ហ្នឹងបាទបន្ទាប់មកយើង log in យើងបង្កើតអីហើយយើងពេញ serial ហ្នឹងទៅយើងអាចប្រើប្រាស់វាបានហើយអូខេអញ្ចឹងវាតាក់ទងជាមួយនឹង software វាមានច្រើនអូខេតាក់ទងជាមួយនឹង Ableton ជំហានយើងធ្វើដូចគ្នាទៅបាទ Hitmaker និយាយទៅយើងអាចយកទៅសម្រាប់បង្កើតភ្លេង record អីបានហើយ cover អីហើយនេះមាន auto tune បាទមាន plug in ចឹងអរគុណអ្នកនាងដែលតែងតែគាំទ្រ101 Soundscape សូមជម្រាបលា